ខំរែកមកដោយណាបាញ់មួយជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមុខសត្វល្អិតមកគ្រប់ពេលវេលាហត់តែនំកូនមិនជូលីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីជំរាបសួរបងប្អូនសូមស្វាគមន៍មកកាន់កម្មវិធី Next Gen Podcast ម្ដងទៀតហើយហើយនៅក្នុងសប្តាហ៍នេះដែរបងបានជួប idol តូចមួយរូបដែលភាគច្រើនបងបានស្គាល់គាត់នៅក្នុងខ្សែភាពយន្តជាច្រើនហើយភាគច្រើនគឺគាត់ដើរជាតួកាចអញ្ចឹងបើសិនជាបងចង់ដឹងថាតើនៅខែរឿងគាត់កាយនៅក្នុងរឿងអត់តោះទៅជួបគាត់ទាំងអស់គ្នាជំរាបសួរវិជ្ជរាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិជ្ជរាសុខសប្បាយអត់សុខសប្បាយបងសុខសប្បាយចាហើយចូលការងារសិល្បៈនិងការសិក្សាវិញរវល់ខ្លាំងអត់ការងារសិល្បៈមិនមានអ្នកច្រើនព្រោះមានការថតរឿងថតវីដេអូខ្លីៗប៉ុន្តែខ្ញុំក៏អត់ភ្លេចការសិក្សាដែរនៅតែខំរៀនធម្មតាចាត្រូវឲ្យទោះបីជាយើងរវល់នឹងអាជីពយើងឬក៏យើងមានក្តីស្រមៃអីក៏ដោយការសិក្សាគឺយើងអាចបោះចោលបានទេដោយសារតែនៅពេលដែលយើងមានចំណេះដឹងនៅថ្ងៃអនាគតគឺយើងជួបតែភាពជោគជ័យបងចាហើយចុះឆ្នាំហ្នឹងវិជ្ជរាមានអាយុប៉ុន្មានដែរឆ្នាំហ្នឹងខ្ញុំអាយុ13ឆ្នាំហ៎ហើយថ្នាក់ទីប៉ុន្មានខ្ញុំរៀនថ្នាក់ទី8ថ្នាក់ខ្ពស់ដែរតានៅក្នុងគ្រួសារវិជ្ជរាមានបងប្អូនប៉ុន្មាននាក់ខ្ញុំមានបងប្អូន5នាក់អូច្រើនដែរតាចាវិជ្ជរាកូនទីប៉ុន្មានកូនទី4ប៉ុន្តែស្រីតែខ្ញុំមួយខាងខ្ញុំគាត់ទាំងអស់អញ្ចឹងប្រហែលម៉ាក់ប៉ាស្រឡាញ់នេះទៅចាចូលការសិក្សាវិជ្ជរាវិញមិនដែរការសិក្សាធម្មតាតាមខែខ្លះក៏រៀងបានលេខល្អហើយខែខ្លះធម្មតាតែមិនប្រកែណាស់ណាបងចាដោយសារយើងរវល់ត្រូវអត់ចាហើយមិត្តភក្តិប្រកាសជាស្គាល់អូនទេចាស្គាល់មានមិត្តភក្តិច្រើនអត់នៅសាលាមានមិត្តភក្តិគួរសមដែរហើយប៉ុន្តែមិត្តភក្តិជិតស្និទ្ធមានតែ2នាក់អីទេចាហើយមិនហ្នឹងវិជ្ជរាថាពេលខ្លះវិជ្ជរាហ៊ានប្រកែដែរហើយរវល់ផងរៀនផងអញ្ចឹងអាចប៉ះពាល់ដល់ការសិក្សាយើងប៉ះពាល់បងព្រោះពេលខ្លះថតរឿងអញ្ចឹងទៅចំញ៉ៃរៀនដែរប៉ុន្តែព្យាយាមបែងចែកព្យាយាមសុំបង director ឲ្យគាត់លើកទៅថ្ងៃសៅរ៍អាទិត្យខ្លះអញ្ចឹងណាយើងឆ្លៀតទាំងពីរហើយពេលខ្លះត្រូវរៀនតាម Telegram គាត់អ្នកគ្រូគាត់ជួយបាញ់មេរៀនមកហើយពេលខ្លះបើបងវិញពេលខ្លះគឺយើងត្រូវយកសភៅអីទៅតាមនៅកន្លែងថតទៀតណាទេចុះសម្រាប់ឥឡូវវិជ្ជរាមានរឿងដែលកំពុងតែចាក់បញ្ចាំងឬក៏រឿងដែលត្រៀមចាក់បញ្ចាំងអត់មានរឿងមួយតំចាក់បញ្ចាំងហើយគឺរឿងព្រាយកាន់ហើយក៏មានរឿងត្រៀមចាក់បញ្ចាំងដែរឈ្មោះម្ដាយមរណៈមេដាដែលយើងថតមួយគ្នាចាហើយបងនឹងថាវិជ្ជរាសម្ដែងជាតួអីនៅក្នុងរឿងម្ដាយមរណៈមេដាប៉ុន្តែបងចង់ឲ្យអូនប្រាប់ពុកម៉ែបងប្អូនថាអូនសម្ដែងជាតួអីនៅក្នុងរឿងមរណៈមេដាខ្ញុំសម្ដែងជាតួកាចដដែលមានឈ្មោះថាចន្ទទីចាវ៉ាវហើយបើរឿងព្រាយកាន់វិញខ្ញុំសម្ដែងតួកូនក្មេងហើយរៀងកាចប៉ុន្តែរៀងកាចបែបព្រាយចូលខ្លួនអញ្ចឹងណាអូខេហើយនេះមិននិយាយតែពីរឿងរន្ធត់ទេប៉ុន្តែគឺរឿងទាំងអស់វិជ្ជរាមានដែរជួបឧបសគ្គអីអត់ចឹងខ្ញុំនិយាយទាំងពីរហ្មងណាបងចឹងនិយាយរឿងព្រាយកាន់មុនដោយសាររឿងព្រាយកាន់ហ្នឹងជាប្រភេទរឿងមានព្រាយខ្មោចអីចឹងទៅខ្ញុំខ្លាចខ្មោចខ្លាំងដែរហើយថ្ងៃមួយហ្នឹងត្រូវមានស៊ីនថតក្នុងទឹកដែលតួផុសចេញពីទឹកឡើងទៅលើហើយស៊ីនហ្នឹងពេលយប់ហើយមានតួ stand ដែរ2នាក់ហើយត្រូវដាក់ខ្សែរ៉ុតជិះឡើងទៅលើហើយទឹកហ្នឹងជ្រៅដែរប្រហែលត្រឹមកខ្ញុំហើយខ្ញុំខ្លាចខ្មោចចឹងខ្ញុំរៀងក្នុងចិត្តខ្ញុំគឺខ្ញុំភ័យខ្លាំងហើយទឹកហ្នឹងគេຕົកចោលប្រហែល60ឆ្នាំហើយវាស្អុយខ្លាំងមែនតើនិយាយទៅស្អុយហ្មងហើយមានចកច្រើនហើយតែពេលគេចាប់ដើមជាមួយខ្ញុំចូលក្នុងហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យ design ខ្លាចតែគេទាញជើងអីអញ្ចឹងណាខ្ញុំ design ខ្លាចហើយទៅពេលថតហើយគឺអត់មានរឿងអីកើតឡើងទេប៉ុន្តែនិយាយទៅខ្ញុំចេះតែខ្លាចដោយសារខ្ញុំខ្លាចខ្មោចហើយមានរឿងមួយទៀតទៅថតនៅកំពង់ចាមណាពេលហ្នឹងស៊ីនហ្នឹងត្រូវគេធ្វើវិធីអីអញ្ចឹងណាហើយពេលហ្នឹងគ្រាន់រៀបថតភ្លាមហ្មងនិយាយទៅគេឲ្យយើងថតបានណាអញ្ចឹងទៅពេលហ្នឹងខ្ញុំខ្លាចហើយខ្ញុំនិយាយទៅយើងអុជធូបអត់អីទៅបានថតបានវិញហើយបើរឿងម្ដាយមរណៈមេដាវិញអត់សូវមានផលវិបាកច្រើនទេដោយសារតួកាចខ្ញុំសួរសម្ដែងជាងតួព្រៃចូលហើយវាស្រួលតែស៊ីនដែលបាក់ជាងគេស៊ីនដែលខ្ញុំត្រូវធ្លាក់ពីលើកម្មចដាហ្នឹងដោយសារវាដាក់ទឹកសេរ៉ូហើយទឹកសេរ៉ូហ្នឹងវាស្អុយហើយអញ្ចឹងទៅធ្លាក់ពីលើកម្មចដារៀងប្រឡាក់ដីប្រឡាក់អីអញ្ចឹងស៊ីនហ្នឹងរៀងផលវិបាកច្រើនចាហើយក្នុងការថតរឿងនីមួយវិជ្ជរាធ្វើការថតមួយថ្ងៃដែរមួយរឿងប្រហែលថតខ្ទង់កន្លះខែក៏10ថ្ងៃជាងអីហ្នឹងបងអាហ្នឹងសម្រាប់រឿងដុំត្រូវអត់ចាចុះបើរឿងភាគវិញរឿងភាគខ្ទង់3ខែអីហ្នឹងបងចាយើងយូរជាងរឿងដុំយូរជាងបងដឹងថាថតរឿងមួយគឺពិបាកជាពិសេសគឺរឿងដុំរឿងរន្ធត់ហ្នឹងហ្មងហើយយើងថតច្រើនតង់តែបានមួយប្លង់ហ្នឹងចាពេលវិជ្ជរាថតរឿងរន្ធត់អីអញ្ចឹងមានជួបហេតុការណ៍អីចម្លែករន្ធត់អត់ដែរជួបបងពេលហ្នឹងទៅថតនៅកំពង់ចាមដែរហើយផ្ទះហ្នឹងផ្ទះឈើហើយពេលថតផ្ទះឈើអត់មានភ្លើងគ្រប់គ្រាន់ទេយើងត្រូវមានម៉ាស៊ីនភ្លើងអញ្ចឹងទៅម៉ាស៊ីនភ្លើងហ្នឹងវារៀងលឺស្រេងខ្លាំងហើយវាងល់ហើយផ្ទះឈើពេលហ្នឹងអូម៉ាស៊ីនភ្លើងហ្នឹងដាក់នៅក្នុងផ្ទះហើយវារៀងងល់ផ្ទះហ្នឹងណាហើយពេលហ្នឹងយើងអត់បានសុំអីនិយាយទៅយើងគាត់អុជធូបតែបានយើងម៉ាស៊ីនភ្លើងអីអញ្ចឹងណាទៅបានមកសិនទៅក្រោយម៉ាស៊ីនភ្លើងខូចហ្មងខូចទៅធ្វើមិនក៏អត់កើតដែរហើយទៅពេលហ្នឹងប្រហែលគេប្រកាន់អញ្ចឹងណាមានអីតុបតែងកៅអៅហើយមានគេចូលគាត់ហើយគេនិយាយថាយកម៉ាស៊ីនភ្លើងមកដាក់អញ្ចឹងរំខានគេហើយអង្គើអញ្ចឹងយើងក៏ទៅទិញអីសែនឲ្យគាត់ទៅក៏លេងអីឲ្យគាត់តាសែនហើយយើងធ្វើម៉ាស៊ីនភ្លើងនៅតែបន្តិចឆេះមកវិញហ្មងចាភាគច្រើនពុកម៉ែបងប្អូនស្គាល់វិជ្ជរាជាតួកាចចាហើយវិជ្ជរាច្រកប៉ាត់កាចអញ្ចឹងហ្មងមែនកាចប៉ុន្តែអត់សូវកាចដូចក្នុងរឿងពេកគេខ្ញុំអត់សូវនិយាយទៅមិនកាចបែបរឿងគេមុនដូចក្នុងរឿងទេដូចបើសិនមានអាគេមករឿងខ្ញុំអញ្ចឹងខ្ញុំកាចហើយខ្ញុំនិយាយទៅរៀងកាចខ្លាំងដែរនិយាយទៅអត់ slot ទេចាចង់វិជ្ជរាចេះសម្ដែងតួ slot អត់ចេះសម្ដែងតួ slot ប៉ុន្តែខ្ញុំអត់សូវចូលចិត្តទេសារពេលយំទៅរៀងឈឺក្បាលហើយបើតួកាចជំនាញហ្មងពីស្រួលដោយសារខ្ញុំស្រាប់កាចស្រាប់ឃើញវិជ្ជរាសម្ដែងកាយឡើងធម្មជាតិហ្មងចាមានតែគេបរៀនមែនឬក៏មិនមានបងដំបូងខ្ញុំស្រឡាញ់ខ្លួនឯងហើយអញ្ចឹងទៅម៉ាក់ក៏ហៅកន្លែងហាន់អញ្ចឹងទៅខ្ញុំចូលហាត់នៅក្លឹបអ្នកគ្រូបកាយចានណោះហើយក្លឹបគាត់មានច្រើនមុខហើយមានគ្រូលបាំច្រើនអ្នកទៀតចឹងមានអ្នកគ្រូបកាយចានប្រហាត់ហើយមានលោកគ្រូស្មីលោកគ្រូចម្រើនទៅលោកគ្រូច្រើនអ្នកនៅក្លឹបហ្នឹងវ៉ាវនិយាយទៅបងឃើញអូនមានដងតាំងពីកំណើតហ្មងហើយបកាយទៀត
ចាវិជ្ជានឹងថាខ្លួនឯងចេះសម្ដែងតាំងពីយូរមែនដែរ ខ្ញុំចាប់ផ្ដើមចូលចិត្តសម្ដែងហើយដឹងខ្លួនថាចេះសម្ដែងតាំងពីអាយុ5ឆ្នាំខ្ញុំចូលចិត្តសម្ដែងម្នាក់ឯងមើលរឿងហើយសម្ដែងតាមស៊ីនក្នុងរឿងនិយាយទៅចូលចិត្តហើយក៏ចូលចិត្តសម្ដែងតួកាយតាំងតូចដែរ ក៏ជាឆ្លាតមែនតើបងប្អូនឆ្លាតតាំងក្មេងហ្មងអញ្ចឹងវិជ្ជាអាចសម្ដែងតួកាយតបតឲ្យបងមើលបានអត់ សម្ដែងបានបងចឹងបងចូលរួមសម្ដែងស៊ីនយើងថតមួយគ្នាហ្មង ចឹងក៏បាន ស៊ីនកន្លែងខ្ញុំឃ្លានបាយហើយបងគាត់ធ្វើឲ្យខ្ញុំហ៎ អូអានោះបងចាំតិចអូខេ ខ្ញុំឃ្លានបាយហ៎កាលណាធ្វើយើងឆៃនៅសុកសឹមមើលបងនៅហ្នឹង ចាំតិចទៅចន្ទីធ្វើមិនបោះត្រីតំបានហ្នឹង ញ៉ៃក៏ហត់កាប់បាយមកពីឯងចុះចុះអូនណាចាំមើលតាមអ្នកម៉ែមកជួយប្រាប់ម៉ែ តែយើងខំតាមបាយហើយរកត្រីទាំងព្រឹកណា ចាំមើលតែសំពកក្នុងឯងបែកមក អត់ទេចន្ទីអត់មកវិជ្ជាអូយមិនឡើងលះហ្មងណា saoចូលចិត្តសម្ដែងតួកាយហ៎ បងសុំសរសើរអូនហ្មងដែរសារបើបងជាអូនគឺបងធ្វើបានទេមិញអូនវិជ្ជាថាពេលអូនសម្ដែងតួកំសត់ទៅហត់ហើយសម្ដែងតួកាយគឺវាសឹកហត់ទេប៉ុន្តែសម្រាប់បងវិញគឺតួកំសត់ហត់ហើយតួកាយគឺកាន់តែហត់ទៀត ចាំមកពេលណាបងតេចាំជួយបរៀនតួ slot ផង អូនក៏ជួយបរៀនតួកាយមកបងដែរហើយបងឃើញអូនចេះសម្ដែងល្អមែនតើហើយចង់ក្រៅពីការសម្ដែងហ្នឹងអូនមានចែកទៀតអត់ មានចែងរបាំចម្រៀងហើយនឹងសម្ដែងហើយ K-pop មួយទៀតបង វ៉ាវច្រើនមែនតើបងប្អូន ចា បងឃើញអូនពេលថ្ងៃហ្នឹងចេញមកឡើង swag K-pop ហ្មង cute មែនតើអញ្ចឹងអូនអាច perform បាត់ K-pop ឲ្យបងប្អូនមើលបានអត់ បានបងបាន អូខេអញ្ចឹងពុកបងប្អូនមកទស្សនាការរបស់គាត់ទាំងអស់គ្នា Good shopper. Fries like in spaghetti. Mango chili bon appetit. 그냥 덕에 어차피 eat it up, eat it, eat it up. 머리 섞인 seraphim. Bad bitch in between your teeth. 그냥 덕에 어차피 eat it up, eat it, eat it up. Eat it up, eat it, eat it, eat it up, eat it up, eat it up, eat it, eat it, eat it up, eat it, eat it up. វ៉ាវមិនហមឡើងលះមែនតើនិយាយទៅបងវិជ្ជាគឺគាត់ចេះក្រុមហ្មងទាំងច្រៀងរំរបាំរំ K-pop ហើយសម្ដែងទៀតបែបហូរចំលេងហ្មងគាត់សរសើរមែនតើអញ្ចឹងអូនមានកលឹះខ្លះឬក៏សារខ្លះផ្ញើទៅកាន់បងប្អូនជំនាន់ក្រោយអត់បើសិនជាគាត់ចង់ចូលសិល្បៈដូចអូន ខ្ញុំមានបងគឺសំខាន់បំផុតគឺភាពក្លាហានហើយយើងត្រូវអត់ងងុយច្រើនណាហើយបើចង់ឲ្យបកាយយើងត្រូវរៀនសូត្រពីសិស្សច្បងអាសាតាមដានរឿងរបស់ពួកគាត់បើចង់ធ្វើតួកាច់អាសាមើលតួកាច់គាត់សម្ដែងអញ្ចឹងណាតែត្រូវអត់ងុយច្រើនហើយពេលឈឺក៏អត់សូវបានឈប់ដែរហើយបើអ្នកខ្លះបងកដាទីទៀតក៏មានដែរអញ្ចឹងសំខាន់បំផុតគឺការអត់ធ្មត់ចា ហើយចង់ម៉ាក់ប៉ាអូនឆ្លាញ់ណាស់គេជាងគេ ម៉ាក់ប៉ាខ្ញុំស្រឡាញ់តែខ្ញុំស្រឡាញ់យាយខ្ញុំជាងគេដោយសារគាត់បើថាខ្ញុំរហូតតែឥឡូវគាត់លេងនៅទីហ្នឹងមានអនុស្សាវរីយ៍ច្រើនមួយគាត់តែឥឡូវគាត់ទៅចោលហើយពេលខ្ញុំថតរឿងជាពិសេសគាត់ទៅចិត្តមកពេលខ្ញុំហំលបាំតែឥឡូវគាត់ទៅចោលហើយ អត់អីទេវិជ្ជាបើដោយសារបងឃើញអូនធ្វើបានល្អមែនតើទាំងការទាំងការអីចឹងជឿបើសិនជាម៉ាក់យាយអូនឃើញប្រកាសជាគាត់មានមោទនភាពវិញមើលទៅចុះហេតុអីបានអូនមានអនុស្សាវរីយ៍ជាមួយលោកយាយច្រើន ដោយសារកាលនៅពីតូចខ្ញុំទៅធ្វើការក្រៅអញ្ចឹងខ្ញុំនៅមួយយាយហើយគាត់ធ្វើមកហូបធ្វើអីខ្ញុំនិយាយទៅខ្ញុំចំណាយពេលមួយយាយច្រើនជាងម៉ាក់ប៉ាពេលនៅពីតូចហើយនិយាយទៅគាត់ដែរបាយខ្ញុំឯងគាត់លើកទឹកចិត្តខ្ញុំរហូតហើយគាត់ជួយចិត្តមើលអីវីដេអូអីឲ្យតាក់ទងនឹងខ្ញុំអញ្ចឹងណាខ្ញុំសំដែងខ្ញុំអីគាត់ជួយចិត្តមើល ចាពិតជាមានអនុស្សាវរីយ៍ច្រើនមែនតើអត់អីទេអូនបងជឿថាលោកយាយអូនគាត់នឹងសប្បាយចិត្តហើយរំភើបនៅពេលដែលគាត់ឃើញអូនទទួលបានជោគជ័យនៅក្នុងវិស័យសិល្បៈហើយបកាយអញ្ចឹង ចា ហើយបងក៏ចង់ឲ្យអូនខិតខំប្រឹងប្រែងតស៊ូនៅក្នុងវិស័យនេះតទៀតដែរចាអូនឥឡូវក្រៅពីលោកយាយទៅគឺនៅមានម៉ាក់ប៉ាដែលនៅមើលថែអូនអញ្ចឹងអូនមានសារអីចង់ផ្ញើទៅកាន់ពួកគាត់អត់ ចាខ្ញុំចង់អរគុណពួកគាត់ដែលឲ្យខ្ញុំចូលវិស័យសិល្បៈនិយាយទៅគាត់ជាអ្នកជំរុញដែរដំបូងខ្ញុំស្រឡាញ់ដែរតែខ្ញុំអត់ចង់ហាត់អីខ្ញុំគ្រាន់ស្រឡាញ់ធម្មតាប៉ុន្តែគាត់ជំរុញច្រើនហើយជាពិសេសគឺម៉ាក់បបាគាត់ធម្មតាអញ្ចឹងក៏សូមអរគុណច្រើនហើយជូនពរឲ្យគាត់មានសុខភាពល្អដែរ ចាអរគុណអូនមែនតើសម្រាប់ការចូលរួមនៅក្នុងកម្មវិធី Next Gen Podcast នេះបងសូមជូនពរឲ្យអូននិងក្រុមគ្រួសារមានសុភមង្គលនិងភាពរីករាយតរហូតទៅចាឥឡូវនេះកម្មវិធីរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយបងប្អូនបាននៃការសូមអរគុណដល់ពុកបងប្អូនដែលបានទស្សនា podcast នេះហើយក៏អរគុណដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខគឺថ្នាំបាញ់មូជូលីនិងខោទឹកនោមជូលីថ្នាំបាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមុខនិងសត្វល្អិតបានគ្រប់ពេលវេលាខោទឹកនោមកូនក្មេងជូលីជាចំណុចដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មីសូមអរគុណសូមជម្រាបលា បំពេញមកដោយថ្នាំបាញ់មូជូលីជាអ្នកការពារប្រចាំគ្រួសាររបស់លោកអ្នកពីមូសនិងសត្វល្អិតមកគ្រប់ពេលវេលាហើយទំនងកូនក្មេងជូលីជាជំរឿនដ៏ឆ្លាតវៃរបស់អ្នកម្ដាយសម័យថ្មី